សូមស្វាគមន៍មកកាន់ការបកស្រាយរឿងទិនហ្វីចូលមកដល់វីដេអូមួយនេះយើងនិយាយអំពីភាគចុងបញ្ចប់នៃរឿងបាល់ទាត់ទិនហ្វីរបស់យើងនៅពេលដែលក្រុមសាវលីងយកឈ្នះពីមួយដំណាក់កាលទៅមួយដំណាក់កាលមករហូតមកដល់ឡើងដល់វគ្គផ្ដាច់ព្រាត់មកជួបនឹងក្រុមបិសាចខ្មៅដែលជាក្រុមរបស់លបងហុងហើយក្រុមនេះហើយដែលមានឥទ្ធិពលខ្លាំងណាស់សឹងតែឈ្នះអស់ក្រុមសាវលីងរបស់យើងតែម្ដងកម្លាំងជើងក៏មានបាល់ក៏ក្បាលដែកក៏មានអ្នកចាំទីដ៏អស្ចារ្យក៏មានស្ទើរគ្រប់ទាំងអស់អ្វីដែលក្រុមសាវលីងរបស់យើងមាននៅពេលដែលប្រកួតគ្នាចាប់ផ្ដើមការប្រកួតឡើងនោះបាល់មួយគ្រាប់របស់ទិនហ្វីមិនអាចធ្វើអ្វីរត់ទៅដល់អ្នកចាំហ្គោលបានទេចំណែកឯបាល់របស់ក្រុមលបងហុងវិញក្រុមបិសាចនេះរបស់យើងវិញគឺមានឥទ្ធិពលខ្លាំងក្លាណាស់ធ្វើឲ្យអ្នកចាំទីរបស់ក្រុមសាវលីងរបស់យើងចាប់សឹងតែមិនជាប់និយាយពីការប្រកួតមួយនេះយ៉ាងស្វិតស្វាញទៅស្វិតស្វាញមករហូតដល់មានការបាត់បង់សមាជិករបស់ក្រុមសាវលីងផងហើយក៏ចាប់ផ្ដើមតង់ទី2ក៏ដាក់អ្នកចាំហ្គោលថ្មីក្រុមលបងហុងបានទាត់ផ្ដាច់ជីវិតរបស់ក្រុមតបាល់ទាត់ទិនហ្វីរបស់យើងហើយក៏រកអ្នកចាំហ្គោលថ្មីមិនបាននៅពេលដែលជុំបញ្ចប់ពេលនោះអ្នកនាងធ្វើនំម្សៅក៏បានមកដល់ហើយក៏ជួយចាំធ្វើជាអ្នកចាំហ្គោលដោយដំបូងនាងរត់ទៅកាន់ទីរបស់គូប្រកួតធ្វើឲ្យគូប្រកួតនាំគ្នាសើចហើយក៏រត់ត្រឡប់មកវិញប៉ុន្តែភាពអស្ចារ្យរបស់នាងបានធ្វើឲ្យអ្នកទស្សនានិងតួចិត្តអាក្រក់ទាំងអស់បានភ្លឺភ្នែកដោយសារនាងចេះក្បាច់ថៃជីដើម្បីចាប់បាល់ដែលមានឥទ្ធិពលខ្លាំងរបស់ក្រុមលបងហុងហើយក៏យកជ័យជំនះជូនទៅដល់ក្រុមសាវលីងបានលើកពាននិងធ្វើឲ្យលបងហុងស្ទះសរសៃឈាមធ្លាក់ពីលើចុះមកក្រោមធ្វើឲ្យមានគ្រោះថ្នាក់វីដេអូនេះមានត្រឹមតែប៉ុណ្ណេះសូមបញ្ចប់រឿងបាល់ទាត់ទិនហ្វីត្រឹមតែប៉ុណ្ណេះជួបគ្នានៅរឿងទិនហ្វីបន្តទៀតសូមអរគុណហើយក៏សូមគោរពលាកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងសូមអរគុណ